ពិធីបុណ្យចូលឆ្នាំប្រពៃណីកូរ៉េសុលឡាល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកូរ៉េគឺជាបុណ្យប្រពៃណីជាតិដ៏ធំនិងសំខាន់សម្រាប់ប្រជាជនកូរ៉េហើយត្រូវបានហៅជាភាសាកូរ៉េថាសុលឡាល់ដែលពាក្យសុលឡាល់នេះមានន័យថាថ្ងៃចាប់ផ្ដើមដំបូងនៃឆ្នាំថ្មីតើនៅពិធីបុណ្យសុលឡាល់នេះផងដែរប្រជាជនកូរ៉េមានទំនៀមទម្លាប់ធ្វើអ្វីខ្លះតើភាពស្រដៀងនិងភាពខុសគ្នារវាងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនិងកូរ៉េមានអ្វីខ្លះតោះចាប់ផ្ដើមតាមដានជាមួយគ្នាពិធីបុណ្យសុលឡាល់ត្រូវបានប្រារព្ធឡើងដោយមានរយៈពេល3ថ្ងៃទំនៀមទម្លាប់សំខាន់ៗនៅក្នុងពិធីបុណ្យសុលឡាល់នេះមានច្រើនចំណុចគួរសមដែរប៉ុន្តែយើងនឹងលើកយកតែ3ចំណុចធំៗប៉ុណ្ណោះមកបង្ហាញនៅទីនេះទី1ពិធីសែនព្រេនបុព្វការីជនឬហៅថាឆារ៉េទាក់ទងនឹងការសែនព្រេននេះគឺគេធ្វើឡើងដើម្បីសែនឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅតែប៉ុណ្ណោះប្រជាជនកូរ៉េតែងតែចំណាយពេលវេលាចូលឆ្នាំរបស់ពួកគេដោយនៅពេលព្រឹកគឺរៀបចំការសែនព្រេននិងទទួលទានអាហារប្រពៃណីសម្រាប់ពិធីបុណ្យចូលឆ្នាំនេះផងដែរទី2ការថ្វាយបង្គំជីដូនជីតាក្រោយពីធ្វើពិធីសែនព្រេនរួចពួកគេនឹងក្រាបថ្វាយបង្គំញាតិសន្តានឬចាស់ទុំជិតខាងដែលហៅថាសេបេចំពោះអត្ថន័យនៃសេបេនោះគឺការដឹងគុណដល់ចាស់ទុំនិងជូនពរឲ្យពួកគាត់មានសុខភាពល្អចំពោះចាស់ទុំដែលទទួលបានការថ្វាយបង្គំពីកូនចៅនោះពួកគេតែងតែឲ្យពរជ័យឬឲ្យជាលុយអាំងប៉ាវទៅកាន់ក្មេងៗវិញផងដែរទី3ការក្រោកពីព្រលឹមបដូរសម្លៀកបំពាក់ថ្មីឬជាភាសាកូរ៉េដែលគេហៅថាសុលពីមនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រជាជនកូរ៉េស្ទើរតែគ្រប់រូបមិនថាបុរសស្ត្រីមនុស្សចាស់ឬក្មេងនោះទេពួកគេត្រូវក្រោកពីព្រលឹមលុបលាងមុខនិងផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីដែលគេហៅថាសុលពីមឬក៏អាចហៅម្យ៉ាងទៀតថាសេចាំងផងដែរសុលពីមត្រូវបានរៀបចំនឹងសម្លៀកបំពាក់ចម្រុះពណ៌ហើយថ្មីនិងស្រស់ស្អាតពេលនេះយើងនឹងទៅស្វែងយល់អំពីការប្រៀបធៀបគ្នារវាងបុណ្យចូលឆ្នាំប្រពៃណីកូរ៉េនិងខ្មែរវិញម្ដងជាដំបូងយើងមកពិនិត្យមើលភាពស្រដៀងគ្នាជាមុនសិននៅត្រង់នេះយើងនឹងសង្កេតតែ3ចំណុចសំខាន់ៗប៉ុណ្ណោះទី1ការបង្ហាញពីភាពកតញ្ញូចំពោះអ្នកមានគុណនិងចាស់ទុំនៅថ្ងៃបុណ្យចូលឆ្នាំប្រជាជនខ្មែរទិញផ្លែឈើនំចំណីឬបច្ច័យជូនចាស់ទុំនិងអ្នកមានគុណសម្រាប់ប្រជាជនកូរ៉េក៏ដូចជាប្រជាជនខ្មែរដែរគឺពួកគេសម្ដែងការដឹងគុណចាស់ទុំក្នុងគ្រួសារនិងអ្នកជិតខាងដែលមានការក្រាបថ្វាយបង្គំនិងជូនអំណោយដល់ពួកគាត់ផងដែរទី2ការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីនៅថ្ងៃបុណ្យចូលឆ្នាំប្រជាជនខ្មែរក៏ដូចជាប្រជាជនកូរ៉េគឺប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនដើម្បីបង្ហាញពីការថែរក្សាកេរដំណែលវប្បធម៌ទំនៀមទម្លាប់របស់ពួកគេសម្រាប់ប្រជាជនខ្មែរតែងតែនិយមស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានដូចជាអាវប៉ាក់ហូលផាមួងដោយមានការយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តអារាមផងដែរសម្រាប់ប្រជាជនកូរ៉េវិញត្រូវពាក់សម្លៀកបំពាក់ប្រពៃណីកូរ៉េហានបុកនៅពេលធ្វើសុលពីមនៅគេហដ្ឋានរបស់ពួកគេទី3ការលេងល្បែងប្រជាប្រិយទាំងកម្ពុជានិងកូរ៉េគឺសុទ្ធតែមានការលេងល្បែងប្រជាប្រិយនៅអំឡុងបុណ្យប្រពៃណីចូលឆ្នាំដើម្បីការអបអរក៏ដូចជាបង្កើតបរិយាកាសសប្បាយរីករាយនាពេលជួបជុំគ្រួសារនិងញាតិសន្តានក្នុងភូមិឬសហគមន៍របស់ពួកគេសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរល្បែងប្រជាប្រិយមានដូចជាចោលឈូងលាក់កន្សែងទាញព្រាត់បោះអង្គញ់ល្បែងចាប់កូនខ្លែងជាដើមសម្រាប់ប្រទេសកូរ៉េគេនិយមលេងល្បែងកម្សាន្តដូចជាលេងយុទ្ធណូរីណុលទ្វីគីនិងការបង្ហោះខ្លែងជាដើមបន្តទៅទៀតនេះគឺជាភាពខុសគ្នាខ្លះៗរវាងពិធីបុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យចូលឆ្នាំកូរ៉េសុលឡាល់ទី1ការបរិច្ឆេទប្រារព្ធពិធីបុណ្យចូលឆ្នាំការបរិច្ឆេទដែលប្រារព្ធពិធីនេះគឺមានភាពខុសគ្នាត្រង់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺប្រារព្ធឡើងតាមប្រតិទិនសូរ្យគតិដែលជាទូទៅអាចនៅចន្លោះថ្ងៃទី13ដល់16ខែមេសាជារៀងរាល់ឆ្នាំចំណែកឯសុលឡាល់វិញប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី1ខែមករាជាថ្ងៃនិងខែដំបូងបើរាប់តាមប្រតិទិនចន្ទគតិដូច្នេះមានន័យថាប្រជាជនកូរ៉េគឺគេធ្វើពិធីបុណ្យចូលឆ្នាំថ្មីដោយតម្រូវទៅតាមថ្ងៃដំបូងនៃឆ្នាំថ្មីទី2តាក់ទងទៅនឹងការសែនព្រេននិងការរៀបរំដាប់នៅខាងដើមយើងបានស្វែងយល់រួចហើយអំពីការសែនព្រេនបុព្វការីជននៅគេហដ្ឋាននាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីកូរ៉េប៉ុន្តែសម្រាប់ប្រជាជនខ្មែរវិញមិនមានការសែនព្រេននៅតាមគេហដ្ឋាននោះទេមានតែការយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តនិងរៀបចំរំដាប់ទទួលទេវតាឆ្នាំថ្មីនៅឯគេហដ្ឋានទី3អាហារប្រចាំពិធីបុណ្យចូលឆ្នាំកម្ពុជាមិនមានឯកសារយោងណាមួយដែលបង្ហាញអំពីអាហារប្រពៃណីសម្រាប់ប្រជាជនខ្មែរដែលត្រូវតែទទួលទានជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរនោះទេប៉ុន្តែដោយឡែកសម្រាប់ប្រទេសកូរ៉េមានអាហារប្រពៃណីប្រចាំពិធីបុណ្យសុលឡាល់ដែលគេហៅថាតក់គុក
តក់គុកនេះផងដែរគេនិយមទទួលទាននៅព្រឹកថ្ងៃទី1នៃថ្ងៃបុណ្យសន្លងដោយបង្កប់អត្ថន័យនៃការប៉ងប្រាថ្នាចង់បានអាយុវែងមានទ្រព្យសម្បត្តិនិងរកទទួលទានមានបានដូច្នេះទើបរូបរាងតក់ត្រូវបានកាត់ដូចយុគជនដែលជាកាក់ប្រាក់បុរាណ